ប្រផ្នូលនឹងអត្តន័យដែលពាក់ព័ន្ធទៅនឹងការយល់សប្តិឃើញកន្ត្រៃបាទសូមអនុញ្ញាតគោរពជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់និងជាទីគោរពរាប់អានបាទជួបជាមួយនឹងខ្ញុំជាថ្មីក្នុងនេតិកាត់សុបិនហើយក្នុងវីដេអូនេះខ្ញុំនឹងលើកយកអំពីការសុបិនឃើញកន្ត្រៃមកបកស្រាយជូនបងប្អូនជាទីសន្តាប់បាទកំណំខាតពេលយូរតោះមកដឹងនឹងយល់អំពីអត្តន័យនិងប្រផ្នូលដែលពាក់ព័ន្ធទៅនឹងការយល់សប្តិនោះជាមួយនឹងខ្ញុំបាទដូចតទៅបើពុកម៉ែបងប្អូនយល់សប្តិឃើញកន្ត្រៃទំនាយថាពុកម៉ែបងប្អូននឹងជួបការបែកបាក់គ្នារវាងមិត្តភ័ក្តិបើយល់សប្តិថាខ្លួនអ្នកបានប្រើកន្ត្រៃទំនាយថាអ្នកអាចយកជ័យជំនះទៅលើគូប្រជែងដែលកំពុងឈ្នះនេះអ្នកបានតាមការតបតទៅវិញភ្លាមបើយល់សប្តិឃើញកន្ត្រៃនោះបាក់ទំនាយថាអ្នកនឹងជួបឧបសគ្គនៅក្នុងការងារប្រចាំថ្ងៃបើយល់សប្តិថាប្រើកន្ត្រៃដែលមានមុខដូចធ្មេញរណាទំនាយថាអ្នកនឹងរកឃើញល្បិចដ៏ប៉ិនប្រសប់មួយឬក៏មធ្យោបាយដ៏ប៉ិនប្រសប់មួយដែលអាចឲ្យអ្នកទទួលបានសេចក្តីសរសើរឬក៏រង្វាន់លើកទឹកចិត្តផងដែរបាទពុកម៉ែបងប្អូនសម្រាប់អត្តន័យនៃការសុបិនឃើញកន្ត្រៃក៏បានបញ្ចប់ហើយជាចុងក្រោយមុននឹងបញ្ចប់ខ្ញុំបាទក៏សូមគោរពជូនពរពុកម៉ែបងប្អូនឲ្យរកទទួលទានមានបានធ្វើដំណើរទៅណាប្រកបតែនឹងសេចក្តីសុខនិងសុវត្ថិភាពទាំងទៅទាំងមកបាទសូមអរគុណសូមគោរពលា